ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google យកព្រមទិញយកក្រុមហ៊ុនការពារសុវត្ថិភាព Cloud ឈ្មោះ Wish ក្នុងតម្លៃដល់ទៅ$32,000,000,000 ក្រុមហ៊ុនផលិតភេសជ្ជៈនិងអាហារសម្រន់ PepsiCo ទិញយកក្រុមហ៊ុនផលិតទឹកសូដាសុខភាព Poppi ក្នុងតម្លៃជិត$2,000,000,000 ខ្សែភាពយន្តភាគវាយលើទូររបស់ប៉ុស្តិ៍ទូរទស្សន៍អាមេរិក ABO កំពុងជួយឲ្យប្រទេសថៃទាក់ទាញបានភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនខណៈក្រុមហ៊ុនអាកាសចរ Bangkok Airways ប្រញាប់កំងទិញយន្តហោះថ្មី30គ្រឿងបន្ថែមទុកសម្រាប់ដឹកភ្ញៀវទៅកោះសមុយឧបត្ថម្ភដោយគម្រោងលំនៅឋានប្រណិតជ្រោយចង្វា Garden នៅក្នុងតំបន់ពាណិជ្ជកម្មដ៏មានសក្តានុពលក្នុងរាជធានីភ្នំពេញជ្រោយចង្វា Satellite City The City of the Future ក្រុមហ៊ុនអចលនទ្រព្យ Lucky ទិញលក់ជួលនិងវាយតម្លៃលើអចលនទ្រព្យទ្រព្យសកម្មនិងគ្រឿងម៉ាស៊ីនគ្រប់ប្រភេទសេវាកម្មវាយតម្លៃរបស់ Lucky Realty ទទួលបានការជឿទុកចិត្តពីធនាគារធំៗនិងអតិថិជនជាច្រើនក្នុងប្រទេសកម្ពុជាក្រុមហ៊ុនអចលនទ្រព្យ Lucky ជាក្រុមហ៊ុនឈានមុខគេមួយនៅកម្ពុជាសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Alphabet ឬនៅកម្ពុជាភាគច្រើនស្គាល់ឈ្មោះ Google បានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញថាខ្លួនបានយកព្រមទិញយកក្រុមហ៊ុនសេវាការពារសុវត្ថិភាព Cloud ឈ្មោះថា Wish ក្នុងតម្លៃដល់ទៅ$32,000,000,000រួចនឹងបង្រួមអាជីវកម្មរបស់ Wish ចូលក្នុងអាជីវកម្ម Google Cloud របស់ខ្លួនកិច្ចព្រមព្រៀងទិញលក់អាជីវកម្មតម្លៃមហាសាលនេះកំពុងស្ថិតក្នុងដំណាក់កាលរងចាំការយកព្រមពីនាយកដ្ឋានអាមេរិកប៉ុន្តែគេរំពឹងថាវានឹងអាចឈានដល់ការផ្ទេរសិទ្ធិជាស្ថាពរនៅក្នុងឆ្នាំ2026ខាងមុខគួររំលឹកថាក្រុមហ៊ុន Alphabet បានព្យាយាមចរចាទិញយកក្រុមហ៊ុន Wish ម្ដងរួចហើយកាលពីឆ្នាំ2024ប៉ុន្តែបានបរាជ័យដោយសារតែក្រុមហ៊ុន Wish មិនព្រមលក់និងចង់ដំណើរការឯករាជ្យដោយខ្លួនឯងប៉ុន្តែផែនការប៉ុនប៉ងទិញយកជាលើកទី2ក្នុងឆ្នាំ2025នេះក្រុមហ៊ុន Alphabet បានយកឈ្នះចិត្តម្ចាស់ភាគហ៊ុនរបស់ Wish បានដោយជោគជ័យយ៉ាងណាក៏ដោយក្រុមហ៊ុន Wish បានដាក់លក្ខខណ្ឌទាមទារសំណងដល់ទៅ 10% នៃតម្លៃលក់ពលស្មើនឹង$3,200,000,000ប្រសិនបើក្រុមហ៊ុន Alphabet មិនអាចបិទបញ្ចប់កិច្ចព្រមព្រៀងទិញលក់នេះបានដោយជោគជ័យទីនោះការទិញយកក្រុមហ៊ុន Wish បាននឹងជួយឲ្យក្រុមហ៊ុន Alphabet កាន់តែមានកម្លាំងប្រជែងខ្ពស់ក្នុងទីផ្សារផ្ដល់សេវាកម្ម Cloud ប្រជែងជាមួយនឹងក្រុមហ៊ុនគូប្រកួតធំៗដូចជា Microsoft, Oracle និងក្រុមហ៊ុន Amazon សូមជម្រាបថាសេវាកម្ម Cloud របស់ក្រុមហ៊ុន Wish មានមុខងារសុវត្ថិភាព Cyber Security ដែលអាចដំណើរការបានលើ Platform ទាំងអស់ក្រុមហ៊ុន Wish ជាក្រុមហ៊ុនបច្ចេកវិទ្យារបស់អ៊ីស្រាអែលកាត់អាមេរិកមានការិយាល័យកណ្ដាលនៅទីក្រុងញូវយ៉កត្រូវបានបង្កើតឡើងក្នុងឆ្នាំ2020ពលមានអាយុកាលទើបតែ5ឆ្នាំប៉ុណ្ណោះប៉ុន្តែសម្រេចបានកំណើនលូតលាស់យ៉ាងលឿនកើនតម្លៃដល់ទៅ$32,000,000នៅពីក្រោយភាពជោគជ័យនេះក្រុមហ៊ុន Wish ទទួលបានទុនពីមូលនិធិបណ្ដាក់ទុនធំៗដូចជា Green Oak, Sequoia Capital, Intech Venture, Insight Partners និង Cyberstar ជាដើមកិច្ចព្រមព្រៀងលក់អាជីវកម្មរបស់ Wish ឲ្យ Alphabet ក្នុងតម្លៃ$32,000,000ខាងលើនឹងធ្វើឲ្យមូលនិធិបណ្ដាក់ទុនទាំងអស់នោះប្រមូលបានផលចំណេញយ៉ាងច្រើនពីចំណាយភាគហ៊ុនរបស់ពួកគេវិញក្នុងរយៈពេលត្រឹមតែ5ឆ្នាំក្រុមហ៊ុនអាកាសចររបស់ប្រទេសថៃ Bangkok Airways កំពុងពន្លឿនការកម្មង់ទិញយន្តហោះដឹកភ្ញៀវចំនួន30គ្រឿងបន្ថែមទៀតពីក្រុមហ៊ុនផលិតយន្តហោះចំនួន3រួមមានក្រុមហ៊ុន Airbus, Boeing និងក្រុមហ៊ុន Embraer ក្រុមហ៊ុនអាកាសចរថៃខាងលើក្រុងកម្មង់ឲ្យរីរាល់ចំនួន20គ្រឿងត្រឹមពាក់កណ្ដាលឆ្នាំ2025នេះចំណែក10គ្រឿងទៀតនឹងត្រូវកម្មង់នៅពេលក្រោយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Bangkok Airways បានប្រាប់អ្នកកាសែតរបស់ Bloomberg ថាក្រុមហ៊ុនរបស់លោកដាក់ផែនការបង្កើនចំនួនយន្តហោះថ្មីយ៉ាងតិច30គ្រឿងបន្ថែមទៀតសម្រាប់ផ្ដល់សេវាកម្មដឹកភ្ញៀវត្រឹមឆ្នាំ2030បន្ថែមពីលើយន្តហោះមានស្រាប់បច្ចុប្បន្នក៏សម្គាល់ថាផែនការបង្កើនចំនួនយន្តហោះថ្មីដល់ទៅ30គ្រឿងក្នុងរយៈពេលឆាប់រហ័សនេះធ្វើឡើងបន្ទាប់ពីមានកំណើនកក់សម្បត្តិយន្តហោះធ្វើដំណើរទៅកោះសមុយប្រទេសថៃជាទីកន្លែងដែលខ្សែភាពយន្តចំណងជើងវាយលើទូសឬឈូកសរបស់ប៉ុស្តិ៍ទូរទស្សន៍ ABO កំពុងចាក់បញ្ចាំងខ្សែភាពយន្តភាគវាយលើទូសដ៏ល្បីល្បាញរបស់អាមេរិកបច្ចុប្បន្នមាន3រដូវកាលដោយរដូវកាលទី1ថតនៅកោះ Hawaii សហរដ្ឋអាមេរិកបញ្ចាំងក្នុងឆ្នាំ2021រដូវកាលទី2ថតនៅកោះ Sicily ជិតប្រទេសអ៊ីតាលីចាក់បញ្ចាំងក្នុងឆ្នាំ2022និងរដូវកាលទី3ថតនៅប្រទេសថៃកំពុងចាក់បញ្ចាំងដល់ភាគទី5ក្នុងចំណោមភាគសរុបទាំង8ខណៈភាគទី8នៃរដូវកាលទី3នេះនឹងត្រូវចាក់បញ្ចាំងនៅថ្ងៃទី6ខែមេសាខាងមុខខ្សែភាពយន្តភាគបង្ហាញអំពីដំណើររឿងរបស់ភ្ញៀវទេសចរនិងបុគ្គលិកសន្តាគារនេះបានបង្ហាញសក្តានុពលទេសចរនៅកោះសមុយច្រើនជាងគេក្នុងចំណោមគោលដៅទេសចរផ្សេងទៀតនៅប្រទេសថៃនិងបានទាក់ទាញភ្ញៀវអន្តរជាតិជាច្រើនដោយសារតែខ្សែភាពយន្តវាយលើទូសក្រុមហ៊ុន Bangkok Airways រំពឹងថាខ្លួននឹងអាចដឹកអ្នកដំណើរបានចំនួនលើស3លាននាក់ទៅប្រលានយន្តហោះកោះសមុយក្នុងឆ្នាំ2025នេះកើនឡើងប្រហែលពី10ទៅ20% ធៀបនឹងឆ្នាំ2024ក្រុមហ៊ុនដដែលនេះបានដឹងថាខ្លួនទទួលបានការកក់សម្បត្តិយន្តហោះពីភ្ញៀវកើនឡើង14% រួចហើយដែលក្រុងធ្វើដំណើរទៅកាន់កោះសមុយក្នុងត្រីមាសទី2ឆ្នាំនេះខណៈខ្សែភាពយន្តវាយលើទូសមិនទាន់ចាក់បញ្ចាំងចប់នៅឡើយ
សូមជម្រាបថាក្រុមហ៊ុនអាកាសចរ Bangkok Airways ក៏ជាម្ចាស់ប្រលានយន្តហោះកោះសមុទ្រដែរដូច្នេះពួកគេអាចធ្វើទីផ្សារកំណត់ជើងហោះហើរផ្ដាច់មុខឬ Monopoly ទៅកាន់កោះដ៏ល្បីនេះរដ្ឋាភិបាលថៃបានដាក់គោលដៅទទួលភ្ញៀវទេសចរអន្តរជាតិឲ្យបានចំនួន40លាននាក់ក្នុងឆ្នាំ2025នេះហើយពួកគេក៏កំពុងព្យាយាមពន្លាតសក្តានុពលទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនថែមទៀតមិនថាតាមរយៈខ្សែភាពយន្តតន្ត្រី Crypto និងសូម្បីតែគម្រោងបើកកាស៊ីណូក្រុមហ៊ុនផលិតភេសជ្ជៈនិងហាងសម្រន់ PepsiCo ទៅបានប្រកាសកាលពីថ្ងៃច័ន្ទម្សិលមិញថាខ្លួននឹងទិញយកអាជីវកម្មផលិតទឹកសូដាសុខភាពយីហោ Poppi ក្នុងតម្លៃ$1950 លានអាមេរិកតាមតម្លៃទិញលក់នេះក្រុមហ៊ុន PepsiCo នឹងបង់ថ្លៃ$1650 លានទៅឲ្យក្រុមហ៊ុនផលិតទឹកសូដាខាងលើនិង$300 លានទៀតអាចនឹងត្រូវបានទូទាត់តាមរយៈការកាត់កងជាមួយអត្ថប្រយោជន៍ផ្នែកពន្ធផ្ដល់ដោយរដ្ឋាភិបាលអាមេរិកគាត់សម្គាល់ថាទន្ទឹមគ្នានឹងការព្រួយបារម្ភនិងការរឹតបន្តឹងផ្នែកច្បាប់លើផលិតផលមានជាតិស្ករខ្ពស់កំពុងជំរុញឲ្យក្រុមហ៊ុនផលិតភេសជ្ជៈនានាព្យាយាមធ្វើវិបត្តិកម្មផលិតផលរបស់ខ្លួនឲ្យមានភេសជ្ជៈកំប៉ុងប្រភេទសុខភាពហើយការទិញយកក្រុមហ៊ុនផលិតទឹកសូដាមានជាតិស្ករទាប Poppi ដាក់ក្រោមចំណុះពីសំណាក់ PepsiCo គឺជាឧទាហរណ៍មួយចំណែកឯក្រុមហ៊ុនផលិតភេសជ្ជៈដ៏ធំមួយទៀតនិងជាគូប្រជែងរបស់ PepsiCo គឺ Coca-Cola ជំនួសឲ្យការទិញយកក្រុមហ៊ុនដំណើរការស្រាប់កាលពីដើមឆ្នាំ2025នេះបានប្រកាសថាខ្លួននឹងបញ្ចេញផលិតផលសូដាសុខភាពដោយខ្លួនឯងនិងដាក់យីហោឈ្មោះថា Simply Pop សូមជម្រាបថា PepsiCo បច្ចុប្បន្នបានក្លាយជាក្រុមហ៊ុនផលិតនិងចែកចាយភេសជ្ជៈនិងអាហារកញ្ចប់ដ៏ធំមួយនៅលើពិភពលោកក្នុងនោះមានភេសជ្ជៈយីហោល្បីៗដូចជា Pepsi, Mountain Dew, Sting, 7up និង Mirinda ជាដើមចំណែកយីហោអាហារសម្រន់ល្បីជាងគេរបស់ PepsiCo គឺនំដំឡូងបំពង់លេភេសជ្ជៈរបស់ PepsiCo នៅកម្ពុជាបាននឹងកំពុងផលិតនិងចែកចាយដោយរោងចក្រស្រាបៀរ Kempru ឬរោងចក្រស្រាបៀរអង្គរនៅខេត្តព្រះសីហនុដែលត្រូវបានក្រុមហ៊ុនស្រាបៀរ Carlsberg របស់ប្រទេសដាណឺម៉ាកបានទិញផ្ដាច់យកទាំងស្រុងកាលពីឆ្នាំ2019 Sponsored by Future Interior and Furniture ប្រសិនបើលោកអ្នកចង់រចនានិងសាងសង់ខាងក្នុងផ្ទះឬកន្លែងអាជីវកម្មឲ្យមានភាពប្រណិតនិងច្នៃប្រឌិតយើងសូមណែនាំ Future Interior and Furniture Future Interior and Furniture មានទទួលគូប្លង់កាត់ដំឡើងដោយម៉ាស៊ីនទំនើបជាមួយបទពិសោធន៍យូរឆ្នាំក្នុងការសិក្សាប្លង់ដំណើរការផលិតដំឡើងដោយជំនាញសុវត្ថិភាពនិងទំនួលខុសត្រូវខ្ពស់ទីក្រុងរណបជ្រោយចង្វាគ្របដណ្ដប់លើផ្ទៃដីជិត300ហិកតាគឺជាទីក្រុងអភិវឌ្ឍន៍ដោយក្រុមហ៊ុន OCIC មានចក្ខុវិស័យក្លាយជា The City of the Future តាមរយៈបេសកកម្មប្រែក្លាយទៅជាទីប្រជុំជនដ៏ទំនើបមួយប្រមូលផ្ដុំទៅដល់អគារពាណិជ្ជកម្មធំៗផ្ទះអាជីវកម្មលំនៅឋានទាន់សម័យសាលារៀនមន្ទីរពេទ្យអាហារដ្ឋានអគាររដ្ឋបាលសាធារណៈនិងហេដ្ឋារចនាសម្ព័ន្ធធំៗចម្រុះគ្នាសម្រាប់គ្រប់គ្រងសកម្មភាពរស់នៅនិងធ្វើការឲ្យមានភាពងាយស្រួលនិងរស់រវើកទីក្រុងរណបជ្រោយចង្វាThe City of the Future